ជំរាបសួរពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់បាទថ្ងៃនេះខ្ញុំបាទវិជ្ជាកុសុនមានជំរឿនសុភាមួយទៀតដើម្បីចែកម្លែកពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ទាក់ទងនឹងឈឺពោះសម្រាលបាទអញ្ចឹងទាក់ទងនឹងឈឺពោះសម្រាលដែរបាទថ្ងៃនេះខ្ញុំមានប្រធានបទថ្មីមួយទៀតហើយដើម្បីចែកម្លែកគឺយើងយកអំពីរោគសញ្ញាឈឺពោះសម្រាលដែលភាសាអង់គ្លេសហៅថា labor symptom បាទយើងឃើញថាតកតងនឹងស្ត្រីដែលគាត់មានកូនដំបូងហើយគ្រប់ខែបាទគាត់តែងតែចង់ដឹងអំពីរោគសញ្ញាសំខាន់ឈឺពោះសម្រាលហ្នឹងមានអីខ្លះដើម្បីខ្លួនគាត់ត្រៀមលក្ខណៈទៅសម្រាលហ្នឹងបាទអញ្ចឹងយើងចង់ដឹងថាតើរោគសញ្ញាឈឺពោះសម្រាលហ្នឹងមានរោគសញ្ញាអ្វីខ្លះដែលស្ត្រីអាចសម្គាល់បានបាទយើងចង់ដឹងតើអ្នកគ្នាសូមស្ដាប់ការបកស្រាយរបស់ខ្ញុំបាទជាបន្តបន្ទាប់ដូចតទៅបាទអញ្ចឹងមេត្តាក្នុងថ្ងៃនេះយើងឃើញមានពីរចំណុចសំខាន់ទី1គឺសេចក្តីផ្ដើមទី2គឺរោគសញ្ញាឈឺពោះសម្រាលបាទយើងចង់ដឹងថាតើរោគសញ្ញាឈឺពោះសម្រាលហ្នឹងមានរោគសញ្ញាអ្វីខ្លះដែលស្ត្រីអាចសម្គាល់បានបាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលសេចក្តីផ្ដើមសញ្ញាចិត្តសម្រាលកូនគឺកើតមាន1ទៅ4សប្តាហ៍មុនសម្រាលហើយស្ត្រីមានផ្ទៃពោះគ្រប់ខែមានអារម្មណ៍និងសញ្ញាមួយចំនួនដែលប្រាប់ថាចិត្តសម្រាលកូនហើយបាទអញ្ចឹងមានថានៅពេលដែលស្ត្រីគ្រប់ខែហើយគាត់នឹងមានអារម្មណ៍ហើយនឹងសញ្ញាមួយចំនួនដែលចេញមកតាក់ទងសញ្ញាចិត្តសម្រាលហើយសញ្ញាចិត្តសម្រាលនោះក៏យើងបានបកស្រាយរួចទៅហើយនៅក្នុងវីដេអូមុនបាទស្ត្រីមានផ្ទៃពោះអាចចូលមើលបាននៅក្នុងវីដេអូក្នុង channel ហ្នឹងតាក់ទងនឹងសញ្ញាចិត្តសម្រាលកូនយើងមើលតទៅទៀតតាក់ទងនឹងការឈឺពោះសម្រាលដែលភាសាអង់គ្លេសហៅថា normal labor ឬក៏ភាសាបារាំងហៅ travail normal បាទអញ្ចឹងការឈឺពោះសម្រាលធម្មតាហ្នឹងគឺជាការកន្ត្រាក់របស់ស្បូនទៀងទាត់ជាមួយនឹងការរួញខ្លីនិងការបើករបស់មាត់ស្បូនជាបន្តបន្ទាប់ព្រមទាំងការចុះរបស់ក្បាលកូនគឺនៅពេលដែលកូនមានអាយុចាប់ពី38សប្តាហ៍ឡើងទៅអញ្ចឹងមានថានៅពេលដែលកូនអាយុ38សប្តាហ៍ឡើងទៅអាហ្នឹងគេហៅថាការឈឺពោះសម្រាលធម្មតាកូនគ្រប់ខែដែលក្នុងនោះយើងឃើញមានការកន្ត្រាក់ស្បូនជាទៀងទាត់ការរុញខ្លីរបស់មាត់ស្បូនបន្តបន្ទាប់និងការបើករបស់មាត់ស្បូនទៅមុខជាបន្តបន្ទាប់ជាមួយគ្នានោះគឺយើងឃើញមានការចុះរបស់ក្បាលកូនក៏បានកើតមានឡើងផងដែរបាទអញ្ចឹងយើងមើលបន្តទៀតតទៅទៅនឹងរោគសញ្ញាឈឺពោះសម្រាលតើរោគសញ្ញាឈឺពោះសម្រាលហ្នឹងមានរោគសញ្ញាអ្វីខ្លះដែលស្ត្រីអាចធ្វើការកត់សម្គាល់បានបាទយើងចង់ដឹងតើអ្នកគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលរោគសញ្ញាឈឺពោះសម្រាលទី1យើងថាស្ត្រីមានផ្ទៃពោះគ្រប់ខែហ្នឹងគឺមានការកើនឡើងនៃការធ្លាក់សបាទអញ្ចឹងការកើនឡើងនៃការធ្លាក់សហ្នឹងគឺដោយសារអាសដែលវានៅចុកនឹងប្រហោងមួយស្បូនហ្នឹងវាចាប់បានធ្លាក់ចេញមកអញ្ចឹងស្ត្រីហ្នឹងគឺចាប់ផ្ដើមមានសញ្ញាឃើញថាមានការកើនឡើងនៃការធ្លាក់សជារោគសញ្ញាទី1ដែលស្ត្រីត្រូវចាប់អារម្មណ៍ហើយបន្តទៀតតទៅរោគសញ្ញាឈឺពោះសម្រាលទី2គឺស្ត្រីមានការឈឺចង្កេះបាទគឺមានការឈឺចង្កេះនៅផ្នែកខាងក្រោយបាទគឺនៅផ្នែកខាងក្រោមបាទហើយវាអាចឈឺសម្រាប់បាទមួយមុខបន្តិចម្ដងផងដែរបាទនេះគឺជារោគសញ្ញាទី2តទៅនឹងឈឺពោះសម្រាលកូនហ្នឹងបាទមើលតទៅទៀតតទៅនឹងរោគសញ្ញាឈឺពោះសម្រាលទី3គឺតទៅនឹងស្ត្រីមានធ្លាក់រំអិលឬក៏មានរំអិលមានលីឈាមតិចបាទអញ្ចឹងនៅពេលដែលគាត់ធ្លាក់រំអិលមកស្រាប់តែឬក៏រំអិលមានលីឈាមតិចបាទហ្នឹងគឺជារោគសញ្ញាទី3ដែលយើងឃើញមានតទៅនឹងឈឺពោះសម្រាលហើយបាទធ្លាក់រំអិលមានរំអិលលីឈាមហ្នឹងមិនថាមកស្បូនវាចាប់ផ្ដើមរួញនិងចាប់ផ្ដើមបើកជាបន្តបន្ទាប់ផងដែរបាទយើងមើលបន្តទៀតតទៅនឹងរោគសញ្ញាឈឺពោះសម្រាលទី4គឺស្ត្រីមានការស្បូនកន្ត្រាក់បាទអញ្ចឹងឃើញស្បូនកន្ត្រាក់ឈឺរាល់20នាទីម្ដងអញ្ចឹងថាបើសិនជាស្ត្រីនៅគាត់ឈឺពោះទៀងរៀងរាល់20នាទីម្ដងបាទហ្នឹងគឺជាសញ្ញាចាប់ផ្ដើមនៃការឈឺពោះសម្រាប់កូនហើយបាទអញ្ចឹងស្ត្រីត្រូវកត់សម្គាល់អំពីការឈឺពោះហ្នឹងតើមានការឈឺពោះជាទៀងទាត់ដែរឬទេបាទអញ្ចឹងយើងមើលបន្តទៅទៀតតកតងរោគសញ្ញាឈឺពោះសម្រាប់ទី5គឺស្ត្រីមានអារម្មណ៍ចង់បត់ជើងតូចឬក៏បត់ជើងធំបាទចា៎ហ្នឹងគឺជាអាការៈមួយដែរដែលយើងឃើញមានតកតងនឹងឈឺពោះសម្រាប់កូនបាទអញ្ចឹងយើងមើលបន្តទៅទៀតតកតងរោគសញ្ញាឈឺពោះសម្រាប់ទី6គឺស្ត្រីមានអារម្មណ៍ធ្ងន់និងសម្រុកចុះក្រោមបាទហ្នឹងគឺដោយសារក្បាលកូនហ្នឹងវាសម្រុកចុះទៅក្រោមក្នុងអានគាកអញ្ចឹងស្ត្រីគាត់មានអារម្មណ៍ធ្ងន់និងឈឺសម្រុកចុះទៅក្រោមផងដែរបាទហ្នឹងគឺជាអាការៈដែលកូនចាប់ផ្ដើមចូលទៅក្នុងអានគាកនិងលូនចេញក្រៅផងដែរ
បាទអញ្ចឹងយើងមើលជាបន្តទៅទៀតតកតងរោគសញ្ញាឈឺពោះសម្រាលទី7គឺស្ត្រីមានការបែកស្រោមថង់ទឹកភ្លុះអញ្ចឹងមានការហូរទឹកភ្លុះចេញមកបាទហ្នឹងគឺជាសញ្ញាមួយដែរតកតងនឹងការឈឺពោះសម្រាលអញ្ចឹងនៅពេលដែលគាត់ឈឺពោះយូរហើយបាទអាម៉ាឈឺបាន10ម៉ោងហើយបានវាបែកស្រោមទឹកភ្លុះអាហ្នឹងគឺជាសញ្ញាល្អដែលធ្វើឲ្យការសម្រាលហ្នឹងបានវិវត្តទៅមុខបានល្អផងដែរបាទមើលតទៅទៀតតកតងនឹងរោគសញ្ញាឈឺពោះសម្រាលទី8គឺស្ត្រីមានទេពពោះគ្រប់ខែហ្នឹងគឺមានអារម្មណ៍ថាទារកសម្រុកចុះក្រោមបាទអញ្ចឹងវាធ្វើឲ្យស្ត្រីហ្នឹងគឺមានការឈឺនៅនឹងទ្វារមាសបាទឈឺនៅតំបន់ប៉ារ៉ាវេនអាឌីគីហ្នឹងបាទអាហ្នឹងគឺជាសញ្ញាដែលកូនហ្នឹងវាចេះតែសម្រុកចុះទៅក្រោមហ្នឹងបាទអញ្ចឹងទាំងអស់ហ្នឹងហើយគឺជារោគសញ្ញាសំខាន់ដែលស្ត្រីមានទេពពោះគ្រប់ខែហ្នឹងអាចកត់សម្គាល់បានថាហ្នឹងគឺជារោគសញ្ញាឈឺពោះសម្រាប់កូនហើយបាទអញ្ចឹងបើសិនបើស្ត្រីមានផ្ទៃពោះចង់តាមដានផ្ទៃពោះជាមួយនឹងប្រាសាទរាជខ្ញុំយើងមានសេវាថែទាំផ្ទៃពោះតាមដានផ្ទៃពោះអេកូផ្ទៃពោះបាទបើសិនជាចង់ទំនាក់ទំនងយើងខ្ញុំយើងមានលេខទូរស័ព្ទក៏ដូចជាលេខ Telegram បេក្ខសារក្នុងការទំនាក់ទំនងបាទគឺ088 3132 225 092 59 3350 016 58 57 64ផងដែរបាទហើយបើចង់រកទីតាំងយើងខ្ញុំយើងមានមធ្យោបាយ2គឺអាច scan តាម QR code ឬក៏មើលតាមផែនទីផ្ទាល់បាទអញ្ចឹងបើលោកស្រីគាត់មាន iPhone អាចចុះក្នុង App Store ស្វែងរកកម្មវិធី QR Code Reader ដំឡើងកម្មវិធីនឹងមកបើកម្មវិធីនឹង scan លើ QR code យើងខ្ញុំគឺ load Google Map ឃើញទីតាំងខ្ញុំហើយឬក៏លោកស្រីមានទូរស័ព្ទផ្សេងក្រៅពី iPhone អាចចូលក្នុង Google Play ឬក៏ Play Store បាទស្វែងរកកម្មវិធី Google Lens ដោយអក្សរស្រាប់ដំឡើងកម្មវិធីនឹងមកបើកម្មវិធីនឹង scan លើ QR code យើងខ្ញុំក៏ load Google Map ឃើញទីតាំងខ្ញុំដែរឬក៏យ៉ាងទៅយាយមើលតាមផែនទីផ្ទាល់បាទយាយចុះតាមខ្លោងទ្វារវត្តសំសល់បត់តាមលំងវត្តខាងស្ដាំដៃចុះតាមផ្លូវ16បេទេត្រង់ចុងផ្លូវគឺដោយតាមខ្ញុំហើយឬក៏យ៉ាងទៅអាចចុះតាមផ្លូវតផុនច្រកចូលទៅមុខហាង Pizza Comedy តែម្ដងបើសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់តាមដានព័ត៌មានសុខភាពថ្មីៗដល់កថ្លៃច្រើនទៀតអាចចូលរួមជាមួយនឹង Channel Telegram យើងខ្ញុំបានគឺប្រាសាទរីរាយ Women Clinic បាទអាចធ្វើការ scan QR code ទៅដើម្បីចូលទៅក្នុង channel យើងខ្ញុំបាទចុច Subscribe ឬក៏ Join ដើម្បីតាមដានព័ត៌មានសុខភាពថ្មីៗដល់កថ្លៃច្រើនទៀតផងដែរបើសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់ទទួលបាននូវវីដេអូអប់រំសុខភាពថ្មីៗបន្ថែមទៀតទាក់ទងនឹងបញ្ហាស្ត្រីផ្ទៃពោះបាទការថែទាំផ្ទៃពោះជំងឺក្នុងពេលផ្ទៃពោះការអេកូផ្ទៃពោះក៏ដូចជាការយល់ដឹងអំពីបញ្ហារបស់ទារកការថែទាំទារកបាទការចាក់វ៉ាក់សាំងលើស្ត្រីមានផ្ទៃពោះក៏ដូចជាវ៉ាក់សាំងលើទារកនៅកុមារហ្នឹងបាទយើងអាចចូលទៅក្នុង YouTube Channel វាយពាក្យប្រាសាទរីរាយបាទដោយអក្សរស្រាប់ចុច search ស្វែងរកទៅបាទពេលហ្នឹងឃើញ logo របស់យើងខ្ញុំហើយចូលទៅក្នុង channel ចុចពាក្យ subscribe និងរូបកណ្ដឹងបាទចុចពាក្យ subscribe និងរូបកណ្ដឹងគឺសម្រាប់អ្នកថ្មីដែលមិនទាន់បាន subscribe អញ្ចឹងនៅពេលដែលយើងផុសវីដេអូលើកក្រោយនឹងឃើញក្នុងបណ្ដាញ YouTube ជាបន្តបាទចូលរួម subscribe អ្នកមួយដើម្បីលើកទឹកចិត្តក្នុងការធ្វើវីដេអូជាបន្តទៀតបាទសូមអរគុណ